bàn một an comment bong trong nè để quạt chân lại muối bà kẹp quan từ nâng bay rồi sam bà nhông vô bay rồi sam rถ taxi 4 ឆ្នាំហើយថ្ងៃខ្លះរត់ជាង 1000 គីឡូធន់ធ្ងន់ហាប់ណែនល្អគ្រឿងមិនងាយទេម៉ាស៊ីនហើយប្រអប់លេខអត់ទាន់ខូចទេនិយាយឲ្យខ្លី Land Cruiser សុំចាញ់បាទយល់ពីសំណួរយល់ពីការចែកម្លែករបស់បងបាទពាក់ព័ន្ធទៅនឹងបងយក330ទៅរថ taxi 4 ឆ្នាំហើយបាទហើយថ្ងៃខ្លះក៏គាត់រហូតដល់ជាង 1000 គីឡូបាទគឺជាចម្ងាយមួយដែលឆ្ងាយមែនតើបាទសម្រាប់ការបើកបររបស់បងបាទហើយគាត់ចែកម្លែកពីភាពធន់បាទហាប់ណែនក្នុងការបើកបរហើយបើគ្រឿងវិញបាទមានន័យថាប្រភេទគ្រឿងក្រោមឬក៏ប្រព័ន្ធគ្រឿងក្រោមរបស់330គឺវាមិនងាយខូចបាទហើយម៉ាស៊ីនប្រអប់លេខបាទចាប់ពីពេលគាត់ប្រើប្រាស់ម៉ូតូពេលបច្ចុប្បន្ននេះគឺវាអត់មានខូចបាទអត់ទាន់ខូចទេបាទអញ្ចឹងពាក់ព័ន្ធនឹងការថែទាំរបស់បងគឺថែទាំបានល្អខ្លាំងបាទអញ្ចឹងបើយើងនិយាយពីការថែទាំបាទយើងនិយាយពីប្រមាណចំណុចដែលធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងវានៅតែមានសុខភាពល្អបាទពាក់ព័ន្ធទៅនឹងម៉ាស៊ីនរបស់យើងប្រអប់លេខបាទអញ្ចឹងចំណុចនីមួយៗចាំខ្ញុំរៀបរាប់បាទហើយអញ្ចឹងបើយើងនិយាយពីប្រព័ន្ធជើងក្រោម330បាទបងប្អូនដឹងហើយថារថយន្ត Toyota ឬក៏ប្រភេទ Lexus នេះបាទគឺធន់មែនតើទៅលើជើងក្រោមបាទតែមិនថាបើកបរផ្លូវពិបាកឬក៏ផ្លូវលាតទេបាទអញ្ចឹងបើសិនជាបងបើកបរលក្ខណៈផ្លូវលាតរហូតផ្លូវអត់ពិបាកមានន័យថាផ្លូវស៊ូរហូតអញ្ចឹងជើងក្រោម330នេះគឺអេមមែនតើបាទពាក់ព័ន្ធទៅនឹងបងអត់សូវបើកផ្លូវពិបាកបាទហ្នឹងហើយអញ្ចឹងយើងនិយាយពីចំណុចនៃការថែទាំឲ្យត្រូវតាមបច្ចេកទេសរបស់យានយន្តវិញបាទអញ្ចឹងដើម្បីឲ្យម៉ាស៊ីនរបស់យើងស្អាតយើងធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនអីហ្នឹងឲ្យបានញឹកញាប់ឲ្យបានត្រឹមត្រូវឲ្យត្រូវពេលកំណត់បាទបើសិនខាងក្រុមហ៊ុនប្រេងម៉ាស៊ីនកំណត់ថា 5000 គីឡូត្រូវដូរម្ដងបាទបងប្រើប្រាស់រថចង្ងាយប៉ុណ្ណឹងគួរតែទៅ3000ជាងអីផ្លាស់ប្ដូរទៅបាទហើយបើសិនជាគេកំណត់ 10000 គីឡូអញ្ចឹងទៅ7000ជាងទៅ8000ហ្នឹងគួរតែផ្លាស់ប្ដូរបាទហើយពាក់ព័ន្ធនឹងការថែទាំទៅលើទឹកស្អំបាទយើងក៏ត្រូវធ្វើការបដូរដែរបាទមិនត្រូវចាក់ទឹកធម្មតាចូលទេព្រោះការណាចាក់ទឹកធម្មតាបាទវាធ្វើឲ្យមានការបង្កើតច្រេះនៅក្នុងធុងទឹករបស់យើងបាទធ្វើឲ្យច្រេះច្រើនបាទមានការស្ទះអញ្ចឹងវាធ្វើឲ្យឡានចាប់ឡើងកម្ដៅបាទអញ្ចឹងពាក់ព័ន្ធទៅនឹងប្រអប់លេខវិញបាទយើងធ្វើការបដូរប្រេងប្រអប់លេខឲ្យបានត្រឹមត្រូវបាទឲ្យបានត្រឹមត្រូវទៅវាជាការស្រេចហើយក្នុងប្រភេទប្រអប់លេខរបស់330បាទដល់ពាក់ព័ន្ធម៉ាស៊ីនយើងបដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់បដូរកម្រងប្រេងកម្រងសាំងបាទហើយពាក់ព័ន្ធទៅនឹងការប្លុកអែร์បាទឲ្យបានញឹកញាប់បាទព្រោះដោយសារការប្លុកអែร์នេះវាធ្វើឲ្យឡានរបស់យើងហ្នឹងគឺវាស្រួលដកដង្ហើមបើយើងនិយាយដូចមនុស្សហ្នឹងបាទពាក់ព័ន្ធដូចមនុស្សគឺស្រួលដកដង្ហើមអញ្ចឹងបាទអានេះមិនខុសអីពីមនុស្សយើងរត់ទេកាលណាយើងរត់ហើយយើងពាក់ម៉ាស់បាទវាធ្វើឲ្យអាខ្យល់ចូលមកក្នុងច្រមុះចូលមាត់របស់យើងហ្នឹងវាអត់ពេញលេញវាធ្វើឲ្យយើងឆាប់ហត់បាទវាធ្វើឲ្យយើងឆាប់ថប់អញ្ចឹងឡានក៏ដូចគ្នាដែរកាលណាមានពន្លឺនៅក្នុងកម្រងអែร์ច្រើនបាទវាធ្វើឲ្យឡាននឹងថប់ស៊ីសាំងច្រើនបាទហើយមួយទៀតពាក់ព័ន្ធទៅនឹង air flow sensor ហ្នឹងគឺយើងគួរតែដោះលាងវាឲ្យបានញឹកញាប់ដើម្បីឲ្យវាកញ្ញាត្រូវបាទអញ្ចឹងធ្វើឲ្យសាំងរបស់យើងហ្នឹងមិនសូវជាស៊ីវាជួយឲ្យការសំចៃរបស់យើងបានច្រើនដែរហើយធ្វើឲ្យឡានរបស់យើងមានសន្ទុះកាន់តែខ្លាំងជាងមុនទៀតដល់អរគុណច្រើនបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានបើសិនជាមានកំហុសឆ្គងត្រង់ណាសូមខន្តីអភ័យទោសផងអរគុណច្រើនបាយបាយ